មកដល់ឆ្នាំទី5ជាឆ្នាំចុងពៅដែលមានលៀបធំនៅក្នុងចុងខែ4ចុងខែមេសាហ្នឹងគឺឆ្នាំវកទៀតហើយបាទសម្រាប់ឆ្នាំវកទៀតហើយនៅក្នុងចុងខែ4ចុងខែមេសាយើងនឹងឆ្នាំវកគឺហុចឱកាសល្អប្រសើរបានផលល្អឬមួយក៏បបាក់ចិត្តពីមុនមកហត់នឿយខ្លាំងឆ្នាំវកឬតែបានផលមិនសូវមានផលគឺនិយាយយងគ្រូបាត់ជាឬមួយសម្ដេចប្រគូនោះបើកផ្លូវមកឆ្នាំវកបានផលល្អប្រសើរនៅក្នុងចុងខែ4ចុងខែមេសានឹងហើយលេខសំណណាងរបស់ឆ្នាំវកគឺ876ខមមិនលេខ876អាសាចេញសូមឲ្យបានលៀបពិតប្រកប100%ចូលមកដល់ដៃនៅក្នុងចុងខែ4ចុងខែមេសាយើងនឹងឆ្នាំវកបានផលល្អសមដោយបំណងពងប្រាថ្នាគិតគូរកិច្ចការងារនៅគេងឬមួយក៏ដំណើរដើរនឹងអាចបានផលល្អប្រសើរប៉ុន្តែឆ្នាំវកមួយរយៈមកនេះដូចជាមួយឆ្នាំពីឆ្នាំនេះចង់គេហៅថា cancel ណោះនៅឆ្នាំវកយើងចង់ cancel វាខ្ជិលវាអីហ្នឹងអញ្ចឹងរុនរះកើតវាឲ្យបានធំណាឆ្នាំវកព្រោះឱកាសល្អប្រសើរឡើងមកនៅក្នុងចុងខែ4យើងនឹងហើយសំណាងល្អណាឆ្នាំទី5ឆ្នាំវក